lại cái hao ta theo Japan á bàยังไทย bạn nó xung thuê theo Japan chương ngọc lệnh nếu như khơi chương ngọc lệnh chương ngọc bốn như khơi miên chậm lại côn bạch côn ní đôi chỉ chậm lại bao chậm bắp luộc ách dối lẫn cái gì bao chậm bắp rồi mà giờ bạn បាទអាហ្នឹងគាត់នឹងការយល់ឲ្យខ្ញុំគិតថាកន្លែងនេះអាចជាបោកចំបាប់ព្រោះដោយសារមានការកាច់គ្នាទៅវិញទៅមកហើយអោបអីចឹង បាទមានប្រហែលរូបនៅសុំទ្វារនេះ បាទប្រហែលជាមានប្រហែលជា 4-5 រូប បាទ បាទនេះនៅកន្លែងហ្នឹងប៉ុន្តែនៅកន្លែងនេះយើងដឹងហើយរឿងនេះគឺថាដូចដែលខ្ញុំបាននិយាយហើយថារឿងខ្ញុំសូមបញ្ជាក់បន្តិចរឿងទាំងអស់ហ្នឹងតើយើងចេះមើល បាទបាទ តើយើងចេះមើលយើងចេះរឿងទេពកថា បាទ ចេះមើលអានេះជីវិតប្រចាំថ្ងៃរឿងប្រមាញ់រឿងអីអញ្ចឹងទៅបានរឿងកន្លែងនេះយើងចែកចេញជាអញ្ចឹងចែកចេញជាអានេះយើងដឹងថាចំបាប់ហើយ បាទ ដល់ពេលនៅខាងលើតេតងនឹងទេពផ្សេងទេពនេះជាទេពព្រះឥសូរ បាទ ព្រះឥសូររំទៅខាងនេះទៅព្រះព្រំខាងនេះគឺព្រះនរាយណ៍ ព្រះនរាយណ៍ បាទនិយាយទៅនេះចែកចេញទៅនេះផ្សេងដល់ពេលខាងក្រោមក៏រឿងតេតងនឹងរឿងមហាតេតងនឹងរឿងទេពកថាដែរ បាទបាទ បាទនៅខាងក្រោមបាទ ខ្ញុំសូមការបញ្ជាក់របស់លោកសានជាថ្មីតើតើចម្លាក់ក្បាច់គុណដូចនៅអង្គរនោះមាននៅសុំទ្វារនេះប៉ុន្តែចម្លាក់ក្បាច់គុណយើងមិនអាចសម្គាល់ថាជាក្បាច់គុណអីមួយក៏បានដែរប៉ុន្តែជាក្បាច់គុណទាំងអស់នៅក្នុងប្រាសាទតំបន់អង្គរយើងមានប្រមាណប្រាសាទបាទនៅប្រាសាទណាខ្លះ អូបាទនៅតេតងនឹងក្បាច់គុណបដាល់អីហ្នឹងមាននៅប្រាសាទមួយចំនួនដែរដូចជានៅតាព្រំ បាទតាព្រំ បាទនៅតាព្រំបខណ្ឌ បាទ បាយ័នមន្ទីរសម្រែបាទគឺថាសម្បូរជាងគេជាពិសេសទៅប្រាសាទដែលនៅក្នុងរាជជ័យមន្ទីរ7ជ័យមន្ទីរ7ហើយនឹងសម័យអង្គរសម្បូរជាងគេបាទបាទ អាចថាប្របាទជ័យមន្ទីរ7ជាក្សត្រដ៏ខ្លាំងមួយដែរហើយគេនឹងអាចថាគេប្រើក្បាច់គុណតបទាំងអស់ឬក៏ប្រជាប្រដ្ឋអស់ត្រូវតែចេះក្បាច់គុណទី1ក្នុងន័យការពារខ្លួនទី2ក្នុងន័យធ្វើសង្គ្រាមអីជាដើមអាចក្នុងន័យនឹងអត់ទេបាទ បាទខ្ញុំគិតថាប្រហែលអីព្រេធម្មតាអាចជាមានជាក្រុមមួយចេះក្បាច់គុណចេះស្អីចេះទៅហើយជាពិសេសទៀតហ្នឹងជាពិសេសទៀតតបភេកច្រើនត្រូវតែហ្នឹងហើយត្រូវ ចេះក្បាច់គុណ បាទត្រូវចេះក្បាច់គុណត្រូវចេះអីហើយដើម្បីទៅវាយសត្រូវ បាទ ក៏ប៉ុន្តែជាពិសេសគឺថាមួយទៀតដូចជាតេតងការប្រមាញ់សัตว์ចឹងព្រាមព្រៃក៏ត្រូវតែចេះក្បាច់គុណដែរដើម្បីចាប់ បាទ ដើម្បីចាប់សัตว์ដូចជាពិសេសខ្ញុំសួរចាស់ពីដើមគឺថាអ្នកដែលចាប់សัตว์ពីដើមសុទ្ធតែអ្នកចេះក្បាច់គុណជាពិសេសទៅចាប់ខ្លាចាប់ដំរីចាប់អីហ្នឹងចាប់សัตว์ដែលរៀងកាចហ្នឹងត្រូវតែចេះក្បាច់គុណ បាទដោយសារទី1ប្រើកម្លាំងទី2ក្នុងន័យការពារនឹងប្រយុទ្ធជាមួយសត្វបាទណាបាទបាទលោកតារាចម្លាក់ដែលនៅប្រាសាទផ្សេងៗនេះនៅតាមសុំទ្វារដែរឬក៏យ៉ាងម៉េចដែរចម្លាក់ក្បាច់គុណឬក៏មិននៅតាមសុំទ្វារទេ ចម្លាក់ប្រាសាទផ្សេងនៅចម្លាក់ក្បាច់គុណនៅប្រាសាទផ្សេងហ្នឹងគឺមិនមែននៅលើសុំទ្វារទេគឺថានៅលើខឿនប្រាសាទខឿនតាមប្រាសាទនេះហើយមួយទៀតនៅលើសសរផ្អោបបាទហើយមួយទៀតនៅតាមបាតសសរបាតសសរហ្នឹងគឺថាមានក្បាច់គុណបាទខ្ញុំបាទសូមអរគុណលោកតារាមែនតើដែលបានផ្ដល់បទសម្ភាសន៍យ៉ាងក្បោះក្បាយអំពីចម្លាក់ទាំង80ស៊ុំនៅក្នុងរមណីយដ្ឋានអង្គរយើងមិនអាចនិយាយទាំង80ទេប៉ុន្តែលោកបានស្រាវជ្រាវចំនួន80នៅក្នុងប្រាសាទអង្គរវត្តរបស់យើងបាទសូមអរគុណលោកតារា